hai luôn massage bay tự bàn việc xạ xóm nè mình cua nào mà đào lụa scop pen ôi hạt ngày hạt đường chẳng thế ហើយចោះឲ្យធ្វើមិនពោបើវាស្នាបានតម្រូវឲ្យមកអញ្ចឹងទៅហើយចង់មិនចង់ក៏ខ្ញុំត្រូវតែទួយកដែរព្រោះវាគឺជាចំណាព្រមលិខិតមិនមែនជាការសម្រេចចិត្តរបស់ខ្ញុំណាតែនេះគឺវាជាវាវត្តសង្សារចំពោះមនុស្សលោកគ្រប់គ្នាឯង តែយើងអាចផ្លាស់ប្ដូរវាសនាបានដែរតាណែឧទាហរណ៍ថាចេះពូឲ្យលុយក្មួយយ៉ាងច្រើនហើយក្មួយទៅបើកមុខរបរមួយបោះខាងយ៉ាងធំក្មួយប្រកបជាអាចផ្លាស់ប្ដូរវាសនាបានជីវភាពរបស់ក្មួយនឹងបានផ្លាស់ប្ដូរក្មួយមិនរស់ក្រោមណែលែងនៅក្រោមវាសនាឬមួយក៏ចំណាព្រំលិខិតដែលគេហៅថាលិខិតរបស់ព្រះព្រំទៀតហើយមែនឬមួយក៏មិនមែន អូតែចៃដន្យអីព្រមលិខិតបានកំណត់ថាមិនឲ្យខ្ញុំទទួលរបស់អ្នកណាឯងមិនឡេះហើយទឹកចិត្តរបស់ខ្ញុំនេះដាច់ខាតមិនចូលចិត្តរបស់អ្នកដទៃ ពួកឯងចង់ទិញស្ករផែនរបស់ចន្ទាអស់មួយកង់ហ្នឹងមែនម៉ែទិញមួយកណ្ដោទៅទេហើយពួកឯងបាច់ខ្វល់ទេនេះជារឿងផងម៉ែ មកក្បាលឯងស្អីយើងឃើញចន្ទាក៏ជិះមកសួរសុកទុកទៅណែចន្ទាចឹងពូទៅសិនណា ចា៎ និយាយចឹងអត់ចន្ទាមិញហ្នឹងពុកបងនិយាយខ្លះហើយគាត់មានលេបខាយពាក្យសម្ដីអត់ អត់ផងគាត់គ្រាន់តែមកសួរសុខទុក្ខខ្ញុំធម្មតាហ្នឹងហើយចៃដន្យអីបាយមកដល់នឹងល្មម អូយធូរចិត្តបន្តិចកុំអីពុកនឹងកូនច្បាស់ជាមិនត្រូវគ្នាដោយសារតែកន្លប់មកតងតែចុះតែឡើងឲ្យពេញភូមិហ្មង សង្គ្រាមស្នេហាបៃតានឹងបត់ប្រកាសជារលត់ស្ព័ន្ធភាពឪកូនហើយ mày vậy cô ម៉ែបាយឆិននៅម៉ែ បាយម៉ែដាំឆ្អិនហើយតែស្លនៅឯងកូនឯងទៅដូរអាវសិនចាំមកជួយម៉ែវិញណា ម៉ែស្លោឆ្ងាញ់ទៀតហើយក្រៅពីសម្លម៉ែខ្ញុំមិនហូបទេ កូនឯងហូបតែស្លរបស់ម៉ែអញ្ចឹងកូនឯងដឹងតែរសជាតិស្លរបស់ម៉ែទេកូនឯងអត់ដែរហូបស្លរបស់គេអញ្ចឹងកូនឯងមិនដឹងថារបស់ម៉ែឬក៏ស្លរបស់គេឆ្ងាញ់ជាង ម៉ែពួកកូនណាហូបច្រើនបើកូនទិញបាយសម្លគេកូនហូបអត់បានច្រើនសោះម៉ែស្លមិនចាំបាច់ដាក់ប្រហុកស្អុយសឹងស្លាប់ហើយហ្នឹងម៉ែ តែម៉ែស្លឆ្អិនទៅគឺលែងស្អុយប្រហុកអី អូម៉ែស្អែកកូនទៅរៀននេះព្រោះកូនជាប់ប្រជុំដល់ស្អែកកូនធ្វើទៀតម៉ែ អូបើកូនឯងអត់ទៅរៀនទេអញ្ចឹងកូនឯងត្រូវអស់ណាតែចាំសម្ដីម៉ែច្បាស់ចេញពីផ្ទះត្រូវប្រយ័ត្នគ្រប់ជំហានកុំទៅលេងសើចលេះលោះទៅបេះបោចរបស់គេធ្វើឲ្យគេក្តៅក្រហាយដោយសារយើងជាពិសេសក៏មានដៃមានជើងបើសិនជាគេយករបស់កូនឯងក៏កូនឯងត្រូវខឹងគេដែរអញ្ចឹងត្រូវចាំសម្ដីម៉ែដាច់ខាតកុំប៉ះពាល់របស់គេណា បាទម៉ែចុះបើរើបានម៉ែ បើកូនឯងរើបានរបស់គេកូនឯងត្រូវទៅសួររកម្ចាស់គេហើយបើរកម្ចាស់គេមិនឃើញទេកូនឯងត្រូវយកទៅភូមិឃុំឬក៏ប៉ុស្តិ៍ប៉ូលីសបើមិនអញ្ចឹងទេគេអាចចោទកូនឯងថាកូនឯងលួចរបស់គេបានណា ម៉ែកាលបានបាយហូបម៉ែ ចិត្តបានហើយកូនម៉ោងទៅ11កន្លះតា មីអូនមិញញ៉ាំក្រែមគេហើយនៅគ្រានបាយទៀត បងអូននៅទូចមិនដូចកូនឯងធំកុំថាឲ្យបងអូនអញ្ចឹងបងប្អូនត្រូវចេះស្រឡាញ់គ្នាកុំឆ្លោះគ្នាកុំមើលបំណាំគ្នាសោះណាកូនណា បាទម៉ែញ៉ាំទៅដូរកៅអៅហើយម៉ែ នាំគ្នាទៅដូរអាវចឹង
ឆ្ងល់ដែរនេះថ្ងៃនេះបងផ្លាក់យូរមែនបង មែនហ្នឹងបងខុនក៏អញ្ចឹងស្មានហ្នឹងឯងអត់ទាន់មកទៀតអូមកតាបងខុនឆោ សុខា ចា ទិញទៅថតបងទៀតមែន ទឹកថ្នោតក៏តែងទឹកចិត្តក៏តែង ទិញទឹកចិត្តណាគេដែរបងផ្លាក់មែន បងផ្លោះឯងតោះតែសេះឲ្យវាដោះស្នែងហើយថៃដែងឲ្យវាដោះស្កាប៉ុន្តែបើសិនជាព្រាវប្រហែលជាអាច ហើយបងឯងចេះតែនិយាយចឹងចេះយករឿងខ្ញុំមកពណ៌នេះប្រាប់ពួកគាត់ខ្ញុំអៀនហ៎បង អៀនយកឡើងលឺតែតែងបន់ឲ្យទៅដល់ថ្ងៃនឹងអាំងលឺសំឡេងចាស់ស្នេហ៍ប្រពៃនាយទឹកថ្នោតសោះហ្នឹងក៏ធ្វើឯងអៀនបៀនឯណា ហានេះហៅបងមកទិញទៅថ្នោតគឺក៏ហៅបងមកស្ដាប់ពួកអូនឯងនិយាយមិនអន់ដាក់គ្នា តែគេហៅគេតែងហីបញ្ញាតង បងសុខាទិញចង់យកអាណាដែរហើយអូនព្រាវនេះចង់បានអាណីបើថាទិញប្រាប់ពួកបងលឿនៗមកព្រោះអីពួកបងប្រញាប់ទៅលក់ដូរទៀត ត្រូវហើយនេះសុខាយកផ្អែមមកកំពង់គឺយកមិនតយ ឲ្យខ្ញុំមកកំពង់មកបងប៉ុន្តែចាំស្អែកចាំយកទាំងលុយចាំយកទាំងកំពង់ សុខាយកផ្អែមអញ្ចឹងអូនព្រាវមុខតាយាជួយមែនអត់ មែនទេបងព្រោះអីបងផ្លាក់លក់ណាជូរអញ្ចឹងខ្ញុំត្រូវទិញណាជូរហើយបើមិនផ្លាក់ឲ្យលក់តប៉ែខ្ញុំត្រូវតប៉ែដែរមែនទេបង អូនិយាយអញ្ចឹងកំពង់នេះស្អែកចាំឲ្យបងក៏បានដែរតែកុំភ្លេចលាងឲ្យស្អាតផងហើយមួយទៀតគឺអូនឯងត្រូវយកឲ្យបងនៅកន្លែងនឹងដដែលពួកអីកង់របស់បងគឺកុំភ្លេចចុចខ្លួនឯងលឺទេ លឺឲ្យបងស្អែកម៉ោង1ខ្ញុំមកឈរចាំបងនៅហ្នឹងលាងឲ្យស្អាតទុកឲ្យបងឯងឬក៏ឲ្យយកទៅឲ្យដល់ទេក៏បាន មែនទេបងអូននោះពេញចិត្តឲ្យតែបងថាភ្លាមអូនទៅដល់ផ្លែតកង់កាចាស់អូនមួយអូនចាក់មើលមកទេជូនតាមស្នងប៉ អូមិនបាច់បានដែរស្អែកនេះញ៉ាំបងមកយកសរុបពួកអីបងឆ្កាប់ភ្លើងនេះលក់រាល់ថ្ងៃនេះមិនអីទេ ហេផឹកទឹកថ្នោតរាល់ថ្ងៃមិនខ្លាចទឹកនោមផ្អែមទេផឹកនោះផឹកមិនខ្លាចស្លាប់ទេទៅទៅក្នុងវិញអាទឹកថ្នោតអីហ្នឹងយកគេវិញបាច់ផឹកបាច់អីមួយឆ្នាំអីផឹកតែម្ដងបានហើយការពារអាយុខ្លីទៅយកថ្នោតគេវិញ ហើយគេមិនបើទិញគេហើយណាឲ្យគេវិញមិនសាំ អូមិនអីទេអូនទៅស្ដាប់បងកំពង់បងក៏វាមិនក្រដែរអូនឯងហូបទៅបងយកលុយ តោះ ណែតែឡងកូនឯងលីងគេមិនឲ្យដាក់ភ្លើងខ្លាំងទេឯងដាក់ភ្លើងខ្លាំងនេះរបស់វាឆ្អិនមិនសប់វាឆាប់ខ្លោចហើយហូបទៅគ្មានរសជាតិអីទេអូនដាក់ភ្លើងតិចតិចណាហើយដាក់វាងុំនៅអញ្ចឹងឆ្អិនសប់ហើយមិនខ្លោចហើយវាក្លិនឈ្ងុយទៀត មកម៉ែនិយាយចុះនេះខ្ញុំលេងកទេសឡងមកជីវិតខ្ញុំទៅហើយហ្នឹង តាំងពីតូចរហូតដល់កំមុំប៉ុណ្ណេះហើយម៉ែនៅខ្លាចខ្ញុំភ្លេចទៀត ក៏បិទដែរចេះតែសម្លៀងទៅបានវាមុតដូចជាឯងអញ្ចឹងម៉ែអាសាដាស់តឿនរំលឹកដើម្បីកុំឲ្យឯងនេះភ្លេចខ្លួន ចាម៉ែតែខ្ញុំយល់ថាម៉ែនិយាយអញ្ចឹងគ្រាន់តែដាស់តឿនក្រើនរំលឹកខ្ញុំកុំឲ្យភ្លេចនោះទេម៉ែខ្ញុំសួរម៉ែមួយមើលម៉ែនៅចាំមេលេខមេសូតកាលម៉ែនៅរៀនអត់ ស្អីក៏មិនចាំណែដឹងឯងកាលម៉ែនៅរៀនណាម៉ែបកកែណាណែមេលេខមេ2
និយាយពីចាំតាំងពីមេ2រហូតមេ9គ្មានភ្លេចមួយម៉ាត់ណានោះទេម៉េចឯងចង់ហៅម៉ែហ្នឹងសូត្រមេលេខឲ្យឯងស្ដាប់ហ៎ មានណាម៉ែខ្ញុំគ្រាន់តែចង់មានន័យថាបើម៉ែនៅចាំបានល្អយូរប៉ុណ្ណាខ្ញុំក៏នៅចាំបានប៉ុណ្ណឹងដែរ ចឹងទេអីម៉ែហ្នឹងស្មានតែឯងហ្នឹងបបួលម៉ែសូត្រមេលេខប្រឡងគ្នានេះដូចអស់ហើយបាទខ្ញុំក៏លឿនចាំវិញណា គឺមីង ហើយម៉ោងទៅស្មាននេះបងប្រញាប់មកយកខ្ញុំម៉េះ អើនេះបងបានមកយកកទេសឡងឯណា គឺបងជិះកាត់ទីនេះហើយក៏ចូលលេងម៉ែក្មេកអូមែនទេក៏ចូលលេងអ្នកមីងទៅ ហើយថ្ងៃនេះលក់អស់ហើយហ៎បានជាមានពេលចូលមកលេងមីង អូអស់មិនអស់មិនសំខាន់ទេមីងគឺសំខាន់ខ្ញុំចង់មកចូលសួរសុខទុក្ខមីងចង់ដឹងថាមីងសុខសប្បាយឬក៏ឈឺជាស្គមផតយ៉ាងណាហើយពួកឯងវាជាខានមកលេងមីងយូរហើយ អរគុណណាស់នេះដែលចេះចូលមកលេងមីងហ្នឹងគេពាក្យចាស់លើកថាស្រឡាញ់កូនមកពេលមេនោះអី ច្រឡំស្រឡាញ់មេមកពេលកូននេះឯងពីរនាក់កុំភ្លេចពាក្យសុភាសិតពីរម៉ាត់ហ្នឹងរបស់ខ្មែរយើងណាលឺទេអាផ្លោះ បាទលឺឲ្យមីងហើយក៏មិនលឺខ្ញុំមិនតន់ថ្លង់ណាគាត់ថាខ្លួនតែជាម្ដងមកកាល អូទេសឡងបតហូបទេកទេសឡងនេះគឺសម្រាប់លក់មិនមែនសម្រាប់ហូប free នោះទេ មានតែខាតអីប្រហែលម៉ងចាត់ទុកថាជប់ជុំជប់លៀងម្ដងទៅណាខ្ញុំចេញកោកបងចេញទឹកមានអីរួចគ្នាតា បើសង្វឹងណាបាច់ទៅផ្ទះហេចាំល្ងាចចាំទៅក៏បានដែរលេងហ្នឹងសិនហើយអូយរោមួយឆ្នាំទល់មួយខែហូបមួយថ្ងៃវាមិនក្រនោះទេគេនៅផ្ទះក៏នៅមានស៊ីដែរតាអីអាផ្លោះ មែនហ្នឹងឯងមីងរាល់ថ្ងៃលក់ឲ្យតែគេផឹកខ្លួនឯងស្រក់ទឹកមាត់ចង់ងាប់ហើយ យកមកចា យកមកវិញ Buồn đấy. còn ai đăng ấy ngày mình á lư tha nè miên mình nè trong mơ score lang một con phong ấy nè cái mày hay giờ score mà thổi đừng ấy tha kỳ trong mơ score vô mà tục hộp phải bán đọc hai từ đắng à score này mai tính mong mà còn nợ ngày muốn toàn hộp ở hỏng hay giờ mà thổi tiết non là small xì nè bạn chẳng có phải hôn được lệ đây còn ai mình đắng thế nè miên sầm mày đi nè kê miên lối thử ấy được xong này ngày ní cái mơ score ngày cõi và hai chỉ kia trong tinh mình trả hai trong miên lộc bịch thịt cò vợ anh đôi chỉ chạp được không có xa chăm đuôi chặt អាសាមពុកផ្ដាំឯងណាដំបើឈឺកុំយកឈឺចាក់ប៉ះក្របីធាក់អត់មើលម៉ោងទេគេថានៅស្ងៀមជាជាងស្រដីស៊ីជាខ្ចីជាជាងមាត់ទេតែខំប្រយ័ត្នខៀវភ្នែកគ្មានអីស្អំទៅកុំសូវប្រយ័ត្នទៅណាមកដៃចេញភ្លើងមកជើងចេញតកៅទឹកឬមកចង្គង់ចេញផ្សែងមកកែងចេញផ្អកក៏បានដែរ còn ai đăng ấy à ta mua nơi chọn mua bóng dướng á vi bọc phun á à lấy cái chặt đặt cục bát miền tô đôi tật ní có mà anh chết rơm bơ hông xa ấy sầm máy ní hay về khu hay có một rơm bơ hông xa mà khu xa tao mình đuổi
anh đang này bắt đấy á bầm pôn của pôn ngọt đời xa để thưa ấy của pôn cao đó bầm pôn á lăng ban ở một kia chứ để đạch vốn á đôi cảnh trông đạch bay khá bọt gì tích គាត់ឯងដឹងហ៎ពេលប្រពន្ធខឹងប្តីមិនត្រូវមាត់ទេតែបើប្តីមាត់ណាប្រចាំដាច់បាត់ដូចជាសត្វស្វាពេលព្រលឹមឡើងចិញ្ច្រាំឡើងខ្ទេចឲ្យទាស៊ីអញ្ចឹង ពុកម៉ែនិយាយពីអីហ្នឹងនិយាយគ្នាចាំចាំហ្មងទៅចាំបាច់និយាយវែងឆ្ងាយទៅអីនាំតែខាតពេលណា មែនហ្នឹងម៉ែខ្ញុំវល់មុខនេះហើយម៉ែមានរឿងអីនិយាយថងទៅឬក៏អាផ្លែផ្កាប្រចាំប្រជាហ្នឹងសុវ័យជាង យឺអាមីអ៊ីអូចេកចូលប្រាប់ម៉ែឯងហើយនៅធ្វើមិនដឹងមិនយល់ទៀតទេកុំប៉ិនប្រសពធ្វើឈួតពេកអាម៉េចឯងយករឿងចឹងជាការសប្បាយការកំសាន្តរបស់ឯងកុំសប្បាយឬកំណត់ទុកអ្នកដទៃវិញ ទេខ្ញុំមិនដឹងទេហើយម៉ែដឹងដោយខ្លួនឯងផងមិនដឹងហើយខ្ញុំក៏មិនបានទៅលំមាស់និយាយរឿងណាគេដែរសំខាន់ឲ្យតែពួកឯងគិតថាខ្លួនឯងធ្វើអីធ្វើត្រូវទៅកុំបកករឿងទៅបានទេហើយកុំតែប៉ះពាល់ខ្ញុំទៅខ្ញុំក៏មិនសប្បាយចិត្តដែរ មកឯងមែនហ្នឹងអ្នកមិនដឹងហើយមិនដឹងទេអ្នកដឹងហើយបានដឹងមាត់ហ្នឹងនៅចេះស្ងៀមទេខ្លួនផុសទេប៉ុន្តែច្រឹកស្អី បានហើយអ្នកធ្វើខុសត្រូវទទួលកំហុសមិនត្រូវនិយាយរួចខ្លួនទេnokនេះញ៉ាំបាយ ពេលកូនទៅរៀនណាកូនឯងទាំងអស់គ្នាត្រូវនាំគ្នាដើរខាងហើយជាពិសេសត្រូវដើរតម្រង់ទៅសាលាកុំឡើងទៅចូលនេះចូលនោះនាំឲ្យពួកកូនឯងទាំងអស់គ្នាហ្នឹងខកម៉ោងចូលរៀនលឺអត់លឺហើយម៉ែមួយទៀតពួកកូនទាំងអស់គ្នាត្រូវជាឲ្យឆ្ងាយពីគ្រឿងញៀនបើសិនជាគេឲ្យពួកកូនឯងកាន់ឲ្យកូនឯងលក់ឬក៏ឲ្យពួកកូនឯងសាកកូនឯងកុំទៅចិត្តឲ្យសោះលឺអត់លឺហើយម៉ែ កូនចង់ឲ្យម៉ែនិទានរឿងឲ្យពួកកូនស្ដាប់បន្តិចមកម៉ែ មុននឹងម៉ែនិយាយរឿងម៉ែចង់សួរដល់ពួកកូនសិនកំសាន្តកូនឯងលាងចានហើយនៅម៉ែខ្ញុំលាងអស់ហើយម៉ែហើយខ្ញុំក៏បានរៀបចំទុកអស់ហើយម៉ែកូននុនកូនឯងបោះច្រាសក្រោយផ្ទះហើយអស់នៅរួចអស់ហើយម៉ែចាន់នារីកូនឯងដល់ថ្មីហើយនៅហើយស្រេចហើយម៉ែអញ្ចឹងពួកកូនឯងទាំងអស់គ្នាដល់ថ្មីហើយអស់ហើយមែនអត់ចាម៉ែពួកកូនឯងត្រូវចាំថាមួយថ្ងៃយើងត្រូវដោះថ្មីឲ្យបាន3ដងពេលព្រឹកពេលថ្ងៃពេលល្ងាចឬក៏មុនពេលពួកកូនឯងចូលសម្រាកកូនឯងត្រូវធ្វើអនាម័យនឹងឲ្យបានជាប់លឺអត់ម៉ែនិយាយច្រើនពេកតិចអស់ម៉ោងអូនណាកុំថាឲ្យម៉ែអញ្ចឹងតិចទៀតគាត់និយាយឡើយបានហើយឥឡូវម៉ែចាប់ផ្ដើមនិយាយណាចាម៉ែអូផ្លេចនៅមានរឿងមួយទៀតពួកកូនឯងទាំងអស់គ្នាហ្នឹងត្រូវសូត្រមេលេខម្នាក់មួយចប់មុនចូលសម្រាកឲ្យដូចរយយប់អញ្ចឹងឮអត់ចាម៉ែបានឥឡូវម៉ែចាប់ផ្ដើមនិទានរឿងឲ្យស្ដាប់ហ្នឹងណាកាលពីព្រេងនាយមានតាយាយ2នាក់គាត់ក្រីក្រខ្លាំងណាស់គាត់អត់មានផ្ទះនៅទេគាត់នៅក្នុងខ្ទមមួយដ៏ចាស់ហើយរូបរាងរបស់ពួកគាត់គឺស្គមស្គាំងខ្លាំងពួកគាត់រកស៊ីកាប់អូននៅក្នុងព្រៃពួកគាត់លំបាកខ្លាំងណាស់ហើយនៅថ្ងៃមួយពួកគាត់ក៏បានជួបនឹងមានុបចិត្តល្អមកសុំពួកគាត់នៅដោយធានាថាបានហើយពួកកូន
ឥឡូវមើលទៅពួកកូនឯងដូចងួយខ្លាំងណាស់ទៅសម្រាប់សិនណាចាំស្អែកចាំម៉ែនិទានតទៀតណាតោះ ឡោះបាទអ៊ំម្ដាយឯងសុខសប្បាយនៅពេលនេះហើយធ្វើអីដែរ អូគាត់អត់អីទេអ៊ំសុខសប្បាយធម្មតាមួយថ្ងៃក្បាលតែផ្ទះហ្នឹងមើលបលាបកាក៏បន្តិចបន្តួចហ្នឹងគ្រាន់រួចម្ហូបគាត់ដែរ ចាំម្ដាយឯងផងទៅកាលពីក្មេងស្វាហាប់ក្លាហានណាកម្មអកុសលអីឪពុករបស់ឯងឈឺច្រើនពេកសិតតែជំងឺធ្ងន់ហើយម្ដាយឯងរកបានប្រមាណគូវាមិនសល់ដែរ និយាយពីរឿងពុកគ្រួសារខ្ញុំអស់ដីបន្តិចទេអ៊ំអើយមើលគាត់នឹងមើលតើតរិញរៃតើតគាត់ផុតទៅបានម៉ែជប់មើលនិយាយទៅអាណិតម៉ែណាប្រឹងនោះប្រឹងទាំងខ្លួនឈឺមិនថាក្តៅមិនថារងាឲ្យតែថាទៅរួចគាត់នៅទៅអញ្ចឹងតែទេវតានៅតែមិនអាណិតពួកគាត់ទៀត ឡោះនេះបើឯងអាណិតម៉ែឯងណាអញគួរតែខំលក់ទៅកំពិនឈប់ពេកកុំម្ដាយណែលក់ទៀតមកផ្ទះតែរហូតហ្នឹងតាបានលុយណាចិញ្ចឹមគាត់ ចេះថាបងខ្ញុំមិនណាដែរទៀមមកផ្ទះនោះទៀមមកទៅពេលលក់ដាច់តែនឹងឲ្យអត់ថាអត់ទៀតខំលក់តកូនរស់ស៊ីកុំឲ្យចាញ់គេយើងមានមុខរបរអ្នកខ្លះគ្មានមុខរបរបាត់ដៃតទេរស់ស៊ីចិញ្ចឹមជីវិតដោយកម្លាំងបាយសុទ្ធសាធគួរឲ្យអណយអធមណាព្រោះគ្នាណាគ្មានអីគេបាត់ពុកប៉ុន្តែការរស់ស៊ីឥឡូវដូចរៀងចាប់យើងបន្តិចដែរប៉ុន្តែឲ្យតែយើងខំរកនៅតែបានស៊ីដដែលនឹងពុកដដែល តាមពិតណាដោយសារពួកយើងមានណាមថ្នោតខ្លួនឯងស្រាប់ទេបើសិនជាទិញទឹកថ្នោតគេវិញក៏យ៉ាប់ដែរព្រោះអីការរស់ស៊ីឥឡូវចំណាយវាច្រើនហើយការចំណេញវាតិច ចំនួនពួកយើងយ៉ាប់ប៉ុណ្ណឹងហើយហើយចោះតម្រាំតែចំនួនលំដល់ក្រោយទៀតណោះតើគិតមិនវិញទៅហៅអីទុកអីកាត់មកមិនត្រូវស្លាប់អីអូទំហំតែដល់ចំនួននោះប្រហែលជាអ្នកវិទ្យាសាស្ត្រគេជាលៀសមនុស្សយើងទៅនៅភពផ្សេងខ្លះបាត់ហើយពួកអីឥឡូវគេរកឃើញភពផ្សេងដែលអាចដាក់មនុស្សឲ្យនៅបានណាពុកនោះគិតតម្លើងកង់មួយទៀតលួចទឹកថ្នោតកុំឲ្យពួកកូននឹងប្រយ័ត្នពេកអត់ទេពុកខ្ញុំមិនឲ្យពុកធ្វើអញ្ចឹងទេពុកកាន់តែចាស់ហើយពួកខ្ញុំទាំងពីរនាក់បើមិនធ្វើអញ្ចឹងប្រកាសជំនឿថាឲ្យពួកខ្ញុំជាមិនខានទេហើយណាមួយទៀតផ្ទះរបស់យើងក៏មានគ្នាតិចដែរអញ្ចឹងរកការចំណាយក៏វាចំណាយច្រើនដែរពុកកាន់តែចាស់ពុកនៅផ្ទះទៅម៉ែនេះពុកបើសិនជាពុកចេញរកស៊ីម៉ែណាពួកកូនមិនដឹងថាត្រូវយកមុខទុកណាទេនេះលោកយាយចង់ទៅណាហ្នឹង យាយទៅទឹកបន្តិច អញ្ចឹងយ៉ាប់ខ្ញុំជិនទៅណា ចាអរគុណ ទៅវិញchị An niên cũng lòng đang sao nông một ngày nhá liệt pe mà chui sầm má công năng đây buồn mau chui sầm át đo liên te chun dây nâng tới te
ក្នុងសមាគមយើងបើមានល្អដូចនាងកំ pl ង់ហ្នឹងប្រពៃណាស់ ក្រែងគេមានប្រាក់ខែប្រាក់ថ្ងៃអីបានជាគេខំប្រឹងមកយ៉ាងនោះ ប្រាក់ខែប្រាក់ថ្ងៃស្អីមានតាំងកសមាគមជួយបន្តិចតួចហ្នឹងអី ចុះបានអីស៊ីទៅបើមកធ្វើការ free ឲ្យគេយ៉ាងនោះ ធ្វើស្រែធ្វើចំការដូចតែគេអាចដែរប៉ុន្តែគ្នាមានដីស្រែចំការបន្តិចបន្តួចចឹងឆ្លៀតធ្វើនឹងសមាគមផងហើយក៏ទៅស៊ីឈ្នួលគេដែរហ្នឹងណា ឮគេថាកំប្លង់ហ្នឹងយកក្មេងៗកំព្រាពី3នាក់មកនៅមកចិញ្ចឹមហើយនៅផ្ទះជាមួយនេះ អូមែនហើយចិញ្ចឹមក្មេងប្រុស2ស្រី1ចិញ្ចឹមតាំងពីតូចហើយនាងកំប្លង់ហ្នឹងម៉ែតែរហូតហើយអតីតជាតិទៅក្មេងហ្នឹងមិនដឹងជាល្អយ៉ាងណាទេនៅក្នុងសមាគមយើងនឹងបានល្អដូចនាងកំប្លង់ហ្នឹងអញ្ចឹងកើតជាទេវតាអ្នកមានបុណ្យហើយក្នុងសមាគមយើងហ្នឹងមិនងាយរកក្មេងបានល្អដូចនាងកំប្លង់ហ្នឹងទេណា យ៉ាងមិនដែរការចំណាយប្រចាំថ្ងៃរបស់យើងស៊ីនឿន ចាអត់អីលោកប្រធានយើងក៏មិនសូវចំណាយច្រើនប្រហែលដែរព្រោះថាក្នុងខែនេះកម្មវិធីក៏មិនសូវមានដែរជាពិសេសកម្មវិធីធំល្អហើយចឹងមួយខែទៀតយើងនឹងធ្វើពិធីខួបកំណើតឲ្យលោកយាយទីនេះអញ្ចឹងមុនធឿនបាទរៀបចំគម្រោងឲ្យហើយទៅណាធ្វើមិនឲ្យបានស្អាតណា បាទលោកប្រធានទុកចិត្តលើខ្ញុំចុះគម្រោងមួយនេះខ្ញុំធ្វើឲ្យបានល្អហើយនឹងមានភាពសប្បាយរីករាយទៀតផង ចឹងខ្ញុំអរគុណអ្នកទាំងពីរទុកជាមុន ទឹកស្នោតផ្អែម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  អូនអើយស្រឡាញ់បងទៅតែណាក៏ថាបងសង្ហាដែរកង់ក៏មានទឹកថ្នោតក៏មានលក់ទឹកថ្នោត2នាក់តិចជាប់ចិត្តញ៉ាំទឹកថ្នោត2នាក់ញាក់រំបាត់ញីកែជើង ណែឯងហ្នឹងខំមកពីនេះទឹកថ្នោតគឺតែរឿងជ្រៀងហ្នឹងយើងមកពីនេះតែម្នាក់ឯងឲ្យស្អកកនេះ ចុះបើកង់យើងអត់មានបាសអត់មានអំភ្លីដូចកង់អ្នកលក់ម៉ាំអ្នកលក់បុកល្ហុងអញ្ចឹងយើងចិត្តតែជ្រៀងបដាទេបងជួនកាលអ្នកភូមិឮសលេងខ្ញុំគេអាចចាញ់មកទិញទឹកថ្នោតក៏អាចថាបានដែរបង ល្អតាចឹងឯងព្រមដាក់កង់ឈប់ហើយទៅពីនេះទឹកថ្នោតនៅកណ្ដាលវាហ្នឹងទៅបើចាំធាក់កង់លក់ទឹកថ្នោតទៀតទេ លក់មិនកើតបងនេះស្ងាត់អត់មានមនុស្សផងយើងចេះជីលក់តាមភូមិទៅម្នាក់មកតយហើយគិតមើលមិនមានអ្នកបានតយតោះលក់ទៀតតោះទឹកថ្នោតជូ បងឲ្យទឹកខ្នោតខ្ញុំមកតយអត់បានញ៉ាំទឹកខ្នោតមួយថ្ងៃមួយយប់ថាមកយប់ហ្នឹងគេអត់លក់សោះមួយថ្ងៃគិតមើលគិតទៅទឹកខ្នោតមួយថ្ងៃខ្លាំងណាស់ បងអូនក៏អញ្ចឹងដែរពេញមកយប់ហើយដេកអត់លក់ទេសម័យតែទឹកថ្នោតផកបងណែបើបានផឹកជាមួយអ្នកលក់តែ2នាក់ដឹងជារ៉ូមែនទិកប៉ុណ្ណានេះ ពីបាននេះព្រាវបងអ្នកលក់ទឹកថ្នោតមែនតែបងហ្នឹងមិនចិត្តងាយទេចិត្តងុំស្មោះ ចឹងធ្លាប់ឯងមកតយណា ចាបងឲ្យទឹកខ្នោតផ្អែមខ្ញុំមកតយបើនៅផ្ទះវិញខ្ញុំយកមកកំពង់ហ្នឹងអស់ហ្មងប៉ុន្តែខ្ញុំចង់សុំតរឿងម្សិលមិញរឿងដែលបងប្រុសខ្ញុំគាត់ខ្វះជីវធម៌មួយបងឯង
ខ្ញុំគិតរឿងហ្នឹងវានៅតែល្អខ្លួន អូមិនអីទេគឺខ្ញុំភ្លេចបាត់ឯហ្នឹង អែមឆ្ងាញ់ណាស់ហ៎បង ញ៉ាំអស់ហើយចា ចុះហើយណៅទេ ញ៉ាំតែបងដាក់ញ៉ាំបតយមកយកអាជូរអែមណាបងហើយដាក់ឲ្យអូនឲ្យស្រួលស្រួលកុំឲ្យវាមានកតិចចូលប្រយ័ត្នផឹកទៅចូលពោះមកពវៀនអូនណាបង ព្រាវកំព្រួយបងមិនឲ្យមានបញ្ហាដោយសារបងទេព្រោះអីបងជាអ្នកលក់មានទំនួលខុសត្រូវខ្ពស់ហ្នឹងហើយ ហើយនិយាយចេះបងថាជូរបងនឹងមានឆ្នោតកោះរង្វាន់សងសំណាងហ៎បង អូមានតាញ៉ាំ20តយ free time mixer